ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃគឺជាបទល្មើសព្រំទណ្ឌយោងតាមមាត្រា410នៃក្រមព្រំទណ្ឌបទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5 ខែដល់2 ឆ្នាំនិងពិន័យជាប្រាក់ពី1 លានទៅ4 លានរៀលមាត្រា411ស្ថានទម្ងន់ទោសបទល្មើសដែលមានចែងក្នុងមាត្រា410បទធ្វើឲ្យខូចខាតដោយចេតនានៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2 ឆ្នាំទៅ5 ឆ្នាំនិងពិន័យជាប្រាក់ពី4 លានរៀលទៅ10 លានរៀលនៅក្នុងករណីដូចទៅ1ការបើបទល្មើសនេះបានប្រព្រឹត្តច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារីសហចារីអ្នកផ្ដាំគំនិតឬជាអ្នកសំគំនិត2ការបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងកន្លែងជាលំនៅឋាន3ការបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងទីកន្លែងសម្រាប់តម្កល់មូលនិធិតម្លៃទំនិញឬសម្ភារៈ4ការបើបទល្មើសនេះបានប្រព្រឹត្តនាំឲ្យខូចខាតប្រយោជន៍ដល់សំណង់គ្រឹះស្ថានសាធារណៈឬផ្លូវសាធារណៈ5ការបើបទល្មើសនេះបានប្រព្រឹត្តនាំឲ្យខូចខាតប្រយោជន៍ដល់ដំណាំរុក្ខសេផល6ការបើបទល្មើសនេះបានប្រព្រឹត្តនាំឲ្យខូចខាតបង្គោលព្រំដែនអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា